Terima kasih.
ប់ដល់កីឡាករព្រឹកបាទដល់កម្មវិធីបាទគឺមានការចូលរួមបាទពីស្មារតីដល់លោកជំទាវអស់លោកស្រីបាទពុកម៉ែបងប្អូនដែលបានចូលរួមក្នុងកម្មវិធីនេះណាបាទអរគុណណាស់คุณโตដោយប្រវត្តិដោយសុខភាពបាទសូមអរគុណបាទសូមក្រុមជើងបងកីឡាករទូកឡើងទូកហើយឡើងទៅកាន់កងព័ន្ធទី1វិញដើម្បីសម្របសម្រួលគូកងបាទណាគណៈកម្មការកំពុងតែបោកណាបន្ទោហើយនៅគូកងហើយចំបងសូមឡើងទៅលើទូកវិញទៅណាកីឡាករដើម្បីរៀបចំចេញទៅកាន់គោលដៅកងព័ន្ធទី1វិញបាទសូមក្រុមជើងហើយសូមថ្លែងអំណរអគុណដល់បងប្រុសបងស្រីដែលបានចូលរួមឧបត្ថម្ភបានគ្រប់គ្រងនៅក្នុងឧបត្ថម្ភបណ្ណាំងទូកនៅក្នុងឱកាសនេះឃើញថាបានច្រើនបាទសូមអរគុណច្រើនណាស់សម្រាប់អង្គជំនាញលោកយាតាទាំងអស់ដែលមានសទ្ធាចូលរួមជួយទេណាហើយឃើញថាថ្ងៃនេះជាថ្ងៃមួយដែលមានអ្នកអក្សរិទ្ធទេណាដើម្បីតែមេអត់ភ្លៀងណែមិនតមិនជុំបិណ្ឌភ្លៀងរហូតបាទថ្ងៃនេះដល់មើលទៅកន្លះល្អណាស់បាទជាស្រ័យឲ្យបរិស្ថានប្រថាពីគ្រាសុខណាសុខាបានចិត្តនឹងហោមែនទេតែនៅតែមួយទៀតសូមកុំចោលប្រវត្តិទឹកកំហំបាទរឿងការសំណល់ផ្សេងនៅតាមជ្រាំងអីទេណាសូមកុំចោលសូមអធិស្ឋានទេណាស្ដាំចេញពីយើងទាំងអស់គ្នាអនាម័យទេណាសូមអធិស្ឋានសូមឲ្យអាជ្ញាធរលោកក៏បានដល់រើសកំពុងកតាំងបណ្ណាំងចប់យ៉ាងដែររើសជិត10ករងតនតែបឋមឥឡូវនេះសូមជួយរើសទាំងអស់គ្នាសិនទៅណាបាទកាន់ម្នាក់មួយទៅឲ្យដាក់ក្នុងករងទេណាករងនោះលោកដាក់ឲ្យនោះកន្លែងដៃបងនេះមានករងដាក់ទៅបាទឃើញកន្លែងស្អាតហើយយើងមកលេងហើយយើងជួយរក្សាផងទេណាកុំឃើញកន្លែងស្អាតហើយយើងមកលេងហើយយើងចោលយើងអាណិតតាមអ្នកសម្អាតជាតែអភិបាលនៃគណៈអភិបាលខេត្តលោកខំសម្អាតណាបាទទាំងជ្រាំងស្ទឹងទាំងបរិស្ថានតោពាន់លោកខំដើម្បីឲ្យស្អាតដើម្បីត្រៀមពន្ធទលេនៅពេលខាងមុខនេះអញ្ចឹងហើយល្អណាស់ប្រពៃណាស់ណាឱកាសណាស់ណាខេត្តយើងបានឱកាសបានសម្រាប់ពុកម៉ែបងប្អូនទេណាសូមអរគុណហើយសូមជួយប្រកាសជំនួយសូមអរគុណគុណម្ចាស់ប្រកាសជំនួយបងបាទគ្រូរឿនប្រកាសម្ចាស់ជំនួយសូមអរគុណបាទសូមអរគុណបាទសូមអរគុណជលិក្នុងខាងតាមមកពីវត្តកែវបាទបានឧបត្ថម្ភថវិកាចំនួន50000រៀលបាទឧបត្ថម្ភទឹកឈ្មោះនៅទីមង្គលកម្ពុជារតនមានជ័យបាទសូមអរគុណបាទសូមទទួលបានក្តីសុខក្តីចម្រើនសូមចូលណាសូមបន្តសូមក្រាបអរគុណយ៉ាងជ្រាលជ្រៅដល់កូនស្រីតាមខមិតនិងស្វាមីបាទដែលបានឧបត្ថម្ភថវិកាចំនួន100000រៀលបាទសម្រាប់ពុកដែលមានឈ្មោះនៅទីមង្គលកម្ពុជារតនមានជ័យបាទហើយសូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ឧបត្ថម្ភទាំងពីរផងដែរសូមទទួលបានក្តីសុខក្តីចម្រើនបាទធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពបាទHello. អ
បាទជាបន្តសូមថ្លែងអំណរគុណដល់បងប្រុសឧត្តមដែលបានឧបត្ថម្ភថវិកាចំនួន 20000 រៀលបាទជាទូតបាទតាមមកថវិកាចំនួន 50000 រៀលបងការសំតាងថវិកាចំនួន 20000 រៀលបាទជុំដារិនថវិកាចំនួន 10000 រៀលលោកសំបុនថៃនិងភរិយាថវិកាចំនួន 60000 រៀលបាទឧបត្ថម្ភទៅទស្សនទីស្ថាបហាស្បៃវែងតែជាបាទសូមអរគុណហើយសូមជម្រាបជូនដំណឹងជាបន្តដល់អាដាមលោកជំទាវអស់លោកស្រីជំរាបកញ្ញាពុកម៉ែបងប្អូនទាំងអស់បាទស្ដាប់អន្តរជាតិជាពិសេសខ្លួនបាទនៅលើស្ត្រីក្រុងពោធិ៍សាត់នេះបាទអាចមកទៅម្ដងជាមួយគណៈកម្មការទទួលថវិកាយកចំបាទសូមអរគុណប្រចាំស្ដីនៅក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់នេះវេលាឱកាសនេះបាទយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់យាយលោកយាយតូហ៊ុនថវិកាចំនួន 20000 រៀលខួតទូថវិកាចំនួន 20000 រៀលទៅបាទបាទសាធុណាបងស្រីដែលមានជាខ្លាបាទចាំណាបាទចាំទូបាទសូមអធិស្ឋាននៅពេលទៅជានេះឥឡូវនេះគណៈកម្មការរបស់យើងគឺកំពុងតែបំពេញយុទ្ធបាទរៀបចំពិធីទូបាទចៅសវណ្ណនៅក្នុងឱកាសនេះដែលគ្រូចៅអធិការលោកបានដឹកនាំមិនបានព្រៀងទុកតែមនុស្សច្រើនបាទច្រើនមើលស្មើគ្នាឲ្យស្មើទេហូបមកបាទបើថាមុខនេះបានហើយស្មើឬលឿនបាទអូស្មើគ្នាល្អមែនទែនបាទមើលទៅព្រឹកព្រមស្មើល្អមែនទែនបាទបញ្ញវន្តក្មេងវត្តមានដោះអាវមានអាវបាទមានជឿលដែរបាទចំណុចជឿលអូយ៉ាងដូចថោបាទរត់វាថាស្បៃវែងបាទមើលទៅបាទបញ្ញវន្តឃើញវត្តរៀងមកហើយវាថាស្បៃវែងទុះបាទហើយអាយ៉ាវាយើងទុះអាយ៉ាបាទអាយ៉ាមើលទីវាថាស្បៃវែងបាទវាសម្រាប់ដល់ថាទៅនៅទីស្ថាបហាស្បៃវែងតែងតែជាតែទឹកខាងក្នុងបាទបាននាំមុខនៅបញ្ញវន្តស្ដីវត្តខ្ញុំតែលឿនល្អបាទអូយកមួយនេះអាយ៉ាតែទឹកខាងក្នុងដូចយើងនាំមុខបាទនាំមុខអាយ៉ាមកទៅយើងទុះមែនទេបាទនាំមុខអូបាទពោធិ៍សវណ្ណបាទណាពោធិ៍វង្សសុខមាសានជួយស្រីអាដាមតែទឹកខាងក្នុងនាំមុខមួយទូកតែម្ដងបាទសូមអរគុណបាទ